នៅស្រុកអាឡឺម៉ង់អត់ខ្វះហេតុតែបងប្អូននៅក្នុងហាងគេតែម៉ាក់ម៉ូតអីក៏មានដែរសម្បូរមែនតែនតែព្រោះអីនៅនឹងគេនិយមហូបតែចូលខែត្រជាក់ខែល្ងាអញ្ចឹងគេហូបតែអាតែមួយនេះអត់សូវមាននេះតែថ្មិញតអត់តន់ឃើញដល់ពេលអញ្ចឹងទៅដើរបេះយកមកធ្វើតែបងប្អូនសាកហើយឲ្យឆ្ងាញ់ដល់ពេលអញ្ចឹងសារហ្នឹងទៅប្រមូលអស់ពីព្រៃបាត់ហើយនិយាយលេងបងប្អូនបេះតែមកកូនវាលទូចនឹងនិយាយពីច្រើនបេះមួយផ្លែតបានមួយកធុនតែសំខាន់ពេលមកដល់ផ្ទះខ្ញុំប្រឡេះយកក្បាលនេះចេញអាពេលទៅបេះនឹងបេះហត់អោនងើបឈឺខ្លួនមកដល់ផ្ទះដល់ពេលមកដល់ផ្ទះហើយមកឈឺម្រាមដៃទៀតឈឺយើងអោនដៃម្រាមដៃមេដៃមកអង្គុយមូលក្បាលនេះចេញខ្ញុំអត់ចូលចិត្តក្បាលនេះពេលឆុងទាំងក្បាលហ្នឹងវាយើងធ្វើតែទាំងក្បាលវាពេលឆុងទៅអត់សូវឆ្ងាញ់ខ្ញុំអត់សូវចូលចិត្តទេតែបើប្រឡេះក្បាលចេញឆុងហើយឆ្ងាញ់ជាងហើយទឹកស្អាតទៀតនេះអង្គុយប្រឡេះបានហើយមកកណើហើយសម្រាលនៅក្នុងម្លប់ចោលហ្នឹងទៅដល់ពេលស្ងួតហើយយកទៅខ្ញុំយកទៅអុបវាមិនតិចអុបវាប្រហែល1នាទីឲ្យវាគីឡូវាមានកូនសត្វកូនអីអញ្ចឹងណាអុបឲ្យកូនសត្វវាងាប់ឬក៏អីអញ្ចឹងទៅសម្រាប់មេរោគអីអញ្ចឹងទៅអុបវាក្តៅមកបន្តិចទៅដល់ពេលរួចពេលវាត្រជាក់បានជាប់ថង់ទុកចាំមើលពេលទៅផ្ទះយកទៅផ្ទះដែរនេះយកទៅឲ្យចាស់នៅផ្ទះភ្លក់សាកមើលឆ្ងាញ់អត់ចូលចិត្តអត់ស្ដាយបងប្អូនឃើញវារីកចោលនៅតាមវាស្មៅអញ្ចឹងស្អាតហ៎បើយើងសម្រើក្នុងម្លប់ស្អាតហើយរៀងស្លោកហើយនេះអាកំពុំក៏បេះអាស្លឹកក៏បេះអាណាកំពុំហើយនឹងស្លឹកហ្នឹងថាយកមកហូបនេះហូបឥឡូវហ្នឹងហើយតែប៉ុតស្លឹកវាយើងហាលជាមួយផ្កាវាក៏បានដែរស្រួលខ្ញុំហាន់ជាមួយហាន់ល្អិតហើយហាលជាមួយផ្កាក៏បានដែរនេះមើលទៅស្លឹកវានឹងផ្កាវាប្រហែលជាឆ្ងាញ់តែបើអាក្បាលនេះអត់សូវចូលចិត្តហើយអាកំពុំចេះខ្ញុំពេលយើងកាត់ក្បាលវាចេញហើយយើងហែកវាទៅហាលជាមួយគ្នាអាកំពុំចេះសាច់វាស្អាតណាបងប្អូនសាច់ខាងក្នុងវាស្អាតខាងលឿងឆ្អិនឆ្អៅនៅក្នុងហ្នឹងខ្ញុំស្រឡាញ់អាកំពុំយេតែពេលកាត់ចង់ដល់ដៃខ្លួនឯងហ្នឹងវាខ្លីពេកស្ដាយឥឡូវឈឺម្រាមដៃបាត់ហើយតែមកអីទេចិត្តស្រឡាញ់ហើយចូលចិត្តណាស់ឈឺប៉ុណ្ណាក៏ទ្រាំបានដែរព្រោះអីឈឺថ្ងៃហ្នឹងស្អែកឡើងពេលប្តីចេញទៅក្រៅតាមគេទៅទៀតដល់ពេលតាមទៅបេះមកទៀតបងប្អូននឹងបេះ3ថ្ងៃជាប់គ្នានេះបេះអត់ដឹងហត់ទេឃើញស្ដាយ